សួស្តីអ្នកគ្នាថ្ងៃនេះដែរខ្ញុំមកបរិញ្ញាអ្នកគ្នាពីរបៀបដាក់រូបថតជា folder ចេះអ្នកគ្នាវាខ្ជិលខ្លាំងណាស់អញ្ចឹងទៅខ្ញុំចង់បរិញ្ញាអ្នកគ្នាចេះធ្វើ so ដើម្បីបានរូបខ្ជិលអញ្ចឹងអ្នកគ្នាចូលមកក្នុង Google Chrome មកដូចហើយអ្នកគ្នាវាពាក្យថា anime icon png អ្នកគ្នា download រូបពីកន្លែងណាក៏បានដែរ download រូប png ដើម្បីស្រួលដាក់អញ្ចឹងដោយសារតែខ្ញុំខ្ជិលនៅអង្គុយកាត់ background ខាងក្រោយខ្ញុំក៏ជ្រើសរើសរូបភាពចេញពី free pick ហើយតែអាហ្នឹងអាខ្លះមាន free អាខ្លះអត់ free ទេអញ្ចឹងអ្នកគ្នា download ហើយចុចពាក្យ png ហ្នឹងមកហើយអ្នកគ្នាពេលវា download ហើយវាបានរូបថតហ្នឹងហើយអញ្ចឹងបន្តមកទៀតខ្ញុំចូលទៅក្នុង website convert ដើម្បី convert រូបថតហ្នឹងទៅជា file មួយដែលយើងអាចយករូបហ្នឹងទៅដាក់នៅក្នុងជារូបថត folder យើងបានអញ្ចឹងខ្ញុំចូល convertico.com នេះមកហើយអ្នកគ្នាធ្វើតាមខ្ញុំនឹងមកដាក់រូបនឹងចូលទៅអូខេបន្តមកទៀតអ្នកគ្នាចាំវាបន្តិចវានឹងចាញ់អ្នកគ្នាចុច save វាទៅអញ្ចឹងបន្ទាប់ពី save ហើយអ្នកគ្នានឹងបានជា file ico មួយអញ្ចឹងហើយអ្នកគ្នាចូលទៅក្នុងហ្នឹងនឹងឃើញហើយអញ្ចឹងដល់ពេលអ្នកគ្នា download វាបានហើយអ្នកគ្នាអាចមកបដូរបាននៅកន្លែង folder យើងអ្នកគ្នាចង់ដូរ folder មួយណាក៏បានដែរអញ្ចឹងខ្ញុំចង់ដូរ folder photo របស់ខ្ញុំចុចកន្លែងmouse ស្ដាំហើយចុចលើពាក្យ property ចុចពាក្យ customize ហើយអ្នកគ្នាឃើញពាក្យ change icon អត់អញ្ចឹងអ្នកគ្នាចុចលើពាក្យ change icon ហ្នឹងមកយកពាក្យ browser ហើយបន្តមកទៀតអ្នកគ្នាចូលកន្លែង download មិញអ្នកគ្នានឹងឃើញហើយមានរូបជឿខ្លាំងមែនទែនចុច OK មក apply ហើយចុច OK អញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយអ្នកគ្នា